Hello អ្នកនរគ្នាថ្ងៃហ្នឹងអារម្មណ៍អ្នកទាំងអស់គ្នាមកមើលកន្លែងសារមន្ទីរ Pacific Science Center ម្ដងអ្នកនរគ្នាតើតើជាមួយនឹងវិទ្យាសាស្ត្រដែលយើងអាចនាំកូនក្មេងទៅមើលបានណានេះអ្នកនរគ្នាខ្ញុំចូលមកដល់ហើយកន្លែងគេគឺធំមិនស្អាតមែនតើហើយក៏មានកូនក្មេងហើយនឹងមនុស្សជាច្រើនមកលេងនៅហ្នឹងដែរអ្នកនរគ្នានៅនេះគឺជាកន្លែងដែលគេចូលចិត្តនាំកូនក្មេងទៅមើលដូចជាកន្លែងវិទ្យាសាស្ត្រពិសោធន៍អញ្ចឹងដូចជាអានេះគេរបៀបថាគេនិយាយពីវត្ថុគួចចឹងណាទឹកគួចទឹកអីចឹងណាតកតងជាមួយនឹងយានអវកាសតកតងជាមួយនឹងវិទ្យាសាស្ត្រច្រើនអ្នកនរគ្នានេះអ្នកនរគ្នាក្មេងៗខំប្រឹងចុចថាចុចទៅបានអីគេអញ្ចឹងណារបៀបថាវាវល់ឬក៏មិនអីមិនចឹងណាហើយគ្នាចាំមើលហើយកន្លែងនេះពេលដែលយើងសកត់ទៅវាចេញបែបជាផ្សែងមកអញ្ចឹងអត់ដឹងថាអាហ្នឹងគេធ្វើមិនចេញអញ្ចឹងអ្នកនរគ្នាតែដឹងថាពេលសកត់ទៅគឺចេញមកអញ្ចឹងហើយបន្ទាប់ហើយមើលកន្លែងនេះវិញតកតងជាមួយនឹងសម្ពាធខ្យល់អ្នកនរគ្នានេះយើងដាក់កសែងចូលទៅបាញ់ខ្យល់ហ្នឹងសម្ពាធខ្យល់វាបុកអញ្ចឹងទៅអាកសែងហ្នឹងគឺវាហោះមកអញ្ចឹងណាអ្នកនរគ្នាហើយនេះកូនខ្ញុំក៏សាកដែរអ្នកនរគ្នានិយាយទៅនៅនេះគឺក្មេងៗគាត់សប្បាយណាអ្នកនរគ្នានេះក្មេងៗគេឈរតម្ងជួគ្នាយកកសែងហ្នឹងដើម្បីតម្ងជួគ្នាដាក់ចូលនៅក្នុងហ្នឹងអញ្ចឹងណាហើយខ្ញុំបានកសែងមួយដែរខ្ញុំឲ្យកូនជាមួយតិចកូនខ្ញុំដាក់អត់ចូលឯងដោយសារតែវាខ្យល់វាបុកខ្លាំងពេកអញ្ចឹងវាប៉ើងជាងក្រៅវិញគេអត់ទាន់ចេះដាក់អញ្ចឹងណានេះម៉ាក់ជួយដាក់ឲ្យដើម្បីឲ្យចូលបានចេញទៅក្រៅដែរអញ្ចឹងណាហើយបន្ទាប់មកក៏យើងដើរមកមើលកន្លែងផ្សេងទៀតអញ្ចឹងណាបងគ្នាហើយអានេះគឺជាគេចឹងនិយាយថាកម្លាំងខ្យល់ពេលដែលយើងពពលទៅមានកម្លាំងខ្យល់អាចធ្វើឲ្យពេតប៉ោនឹងវាងើបឈរបានហើយនេះកូនខ្ញុំមកសាកកន្លែងនេះម្ដងគេមកសាកសកត់ចេញផ្សាយគេសួរថាចេះម៉ាក់មិនចេញផ្សាយអញ្ចឹងអាហ្នឹងអីគេនិយាយទៅនៅក្នុងគូក្បាលគេហ្នឹងគឺឆ្ងល់ស្អីគេខ្លះហេម៉ាក់នាំមកកន្លែងណាខ្លះនេះហើយរូបនៅខាងលើនោះគឺរូបខួរក្បាលមនុស្សអ្នកនរគ្នាហើយបន្ទាប់មកកន្លែងនេះវិញយើងចូលទៅគឺយើងឃើញ scan X-ray ឃើញឆ្អឹងយើងអញ្ចឹងអ្នកនរគ្នាមើលរូបឆ្អឹងខ្មោចហើយក្មេងៗចូលអត់មានខ្លាចអីបន្តិចសោះហ្មងចូលហើយរំទៀតលយហ្មងមកអ្នកនរគ្នានៅកន្លែងនេះឡៃយ៉ូនេះហ្នឹងគេចង់និយាយថាតកតងជាមួយនឹងស្ពឺដែលអាចយើងយិតបានអញ្ចឹងណាប្រើខ្សែដើម្បីយិតទម្ងន់បានហើយជាមួយនឹងបាល់ដែលអាចបាញ់ប្រើខ្យល់ទៅបាញ់ទៅវានៅលើហ្នឹងអញ្ចឹងណាវានៅជាប់លើហ្នឹងហើយនេះតកតងមួយខ្ចៅខ្យងស្ពឺដែលគេដាក់និយាយថាអានេះរថយន្តមិនអីមិនអញ្ចឹងណាអ្នកនរគ្នាតកតងជាមួយនឹងរថយន្តហើយនឹងស្ពឺដែលគេត្រូវចាប់មិនអីមិនអញ្ចឹងណាអ្នកនរគ្នាគេមានប្រាប់យើងនៅលើហ្នឹងអញ្ចឹងដែរអញ្ចឹងណាហើយយើងមកដល់ក្នុងនេះមានកន្លែងក្មេងគូសរូបលេងក្មេងផាត់ color ក្មេងអីចឹងណាហើយបន្ទាប់មកមានគេចិញ្ចឹមជាប្រភេទសាច់ដែលគេបង្កាត់ពូជមកតែខ្ញុំមិនដឹងថានឹងស្អីគេមានអារម្មណ៍ថាដូចកលាតបន្តិចមិនហីហើយឡើងប៉ុណ្ណាណៃហើយគេដាក់ផ្លែឈើឲ្យវាស៊ីចឹងណាអ្នកគ្នាថាសត្វហ្នឹងសត្វស្អីគេខ្ញុំមើលទៅធំហើយដូចកលាតមិនហីឬក៏និយាយទៅអត់ខ្ញុំមិនដឹងថាសត្វអីគេដែរហើយដល់ពេលមកខាងនេះវិញតកតមួយនឹងគេនិយាយរឿងគេដាក់ពពុះសាប៊ូអញ្ចឹងណាហើយឲ្យផ្លុំធ្វើម៉េចឲ្យវាចេញទៅក្រៅអីអញ្ចឹងណាឲ្យវាអៅអញ្ចឹងណាហើយក្មេងៗឈរទៅមកជួគ្នាដើម្បីផ្លុំពពុះសាប៊ូនឹងអញ្ចឹងណាយើងដើរមកទៀតមកកន្លែងនេះនិយាយពីការគេកែវប្រិចឆ្លោះមើលមេអំបៅអញ្ចឹងអ្នកនរគ្នាហើយមកកូនខ្ញុំធ្វើដូចអ្នកជំនាញឆ្លោះអញ្ចឹងណាហើយសួរថាឃើញអីគេម៉ាក់ឃើញអីគេនឹងឆ្លោះទៅឥឡូវយើងចូលមកកន្លែងមើលមេអំបៅម្ដងអ្នកនរគ្នានេះបងប្អូនទាំងអស់គ្នាមកដល់កន្លែងមេអំបៅឯងនៅក្នុងកន្លែងមេអំបៅនេះគេឲ្យយើងយកកតាបយកចូលឯងហើយបន្ទាប់មកគេឲ្យយើងនឹងដើរសារមកក្រុមផងគីឡូជាន់មេអំបៅគេងាប់ហើយគេមានចិញ្ចឹមត្រីចិញ្ចឹមអីចឹងណាហើយកន្លែងចិញ្ចឹមមេអំបៅហ្នឹងគេដាក់អាកាសធាតុដូចយើងនៅខ្មែរចឹងវាមានក្តៅចឹងណាគេដាក់ពលឺចឹងណាហើយមានសួនចឹងហើយគេដាក់ក្រូចដាក់អីឲ្យមេអំបៅស៊ីដើម្បីស៊ីចឹងណាហើយបន្ទាប់មកនៅខាងក្នុងនេះគឺមានគេប្រាប់ពីរបៀបបង្កាត់មេអំបៅហ្នឹងអញ្ចឹងណាអ្នកនរគ្នាមានតកៅមេអំបៅហ្នឹងអញ្ចឹងណាហើយនេះកូនខ្ញុំគេបានមេអំបៅមួយគេសប្បាយចិត្តហើយមិនដឹងគេដាក់ស្អីក្នុងអាហ្នឹងឯងហើយបន្ទាប់មកគេដាក់ផ្កាហ្នឹងគឺផ្កាជ័រហើយមេអំបៅវាមកទុំលើហ្នឹងដើម្បីបឺតអាទឹកហ្នឹងអញ្ចឹងណាហើយកូនខ្ញុំនេះគេបានមេអំបៅមួយគេសប្បាយចិត្តហើយគេដើរឡើងហើយក្មេងៗចូលចិត្តកាន់អាផ្កាហ្នឹងដើម្បីឲ្យមេអំបៅហ្នឹងទុំលើអញ្ចឹងហើយមេអំបៅនេះវាទុំហើយវានៅរឹងឆ្ងល់ហ្នឹងហ្មងវាអត់ទៅណាទេតែបើអាមេអំបៅដែលអត់ទុំគឺអត់ទុំទេវាហើទៅហើអីអញ្ចឹងណាអានេះកូនខ្ញុំថាគេចាប់មេអំបៅទៅផ្ទះបានហត់ថាអត់បានទេគេឲ្យចាប់ទេបន្ទាប់ពីមើលមេអំបៅហើយគឺគេដល់មកគេបិទទៅអ្នកនរគ្នាកន្លែងមេអំបៅហ្នឹងអញ្ចឹងណាបន្ទាប់មកខ្ញុំដើរចេញមកខាងក្រៅនេះចុះមកខាងក្រោមនេះទីមានកន្លែងគេធ្វើលេងដីឥដ្ឋសម្រាប់កូនក្មេងហើយនឹងមានគេចាប់របៀបថាសង់ធ្វើបៀធ្វើ
ស្ពានធ្វើអីចឹងណាអ្នកនរគ្នាសម្រាប់ក្មេងៗលេងអីចឹងណាហើយបន្ទាប់មកនេះកូនយកមួយមិនបើហ្នឹងហើយវីដេអូហ្នឹងមានប៉ុណ្្នឹងអរគុណអ្នកនរគ្នាបាយបាយ